លោកជំទាវខុយបន្តានសមាជិកក្រុមប្រឹក្សាខេត្តព្រះវិហារនិងលោកជំទាវហែមសុគន្ធពិសីប្រធានមន្ទីរព័ត៌មានខេត្តបានដឹកនាំក្រុមការងារចុះសួរសុខទុក្ខនិងនាំយកស្បៀងអាហារជាគ្រឿងឧបភោគបរិភោគជាច្រើនដែលជាអំណោយដ៏ថ្លៃថ្លារបស់លោកជំទាវសុខាកងពិសីឧត្តមភរិយាឯកឧត្តមគឹមរិទ្ធីអភិបាលនៃគណៈអភិបាលខេត្តព្រះវិហារជូនដោយផ្ទាល់ដល់ដៃវីរៈកងទ័ពសមរភូមិមុខដែលកំពុងឈរជើងបំពេញភារកិច្ចការពារអធិបតេយ្យនិងបូរណភាពទឹកដីនៅតាមខ្សែបន្ទាត់ព្រំដែនកម្ពុជាថៃចំណុចភ្នំ333តាថៅនិងបោះស្បូវនៃភូមិសាស្ត្រស្រុកជាំខ្សានខេត្តព្រះវិហារនៅថ្ងៃទី1ខែកក្កដាឆ្នាំ2026ក្នុងឱកាសដ៏មានអត្ថន័យនោះលោកជំទាវខុយបន្តានបានពំនាំនៅប្រសាសន៍ផ្ដាំផ្ញើសាកសួរសុខទុក្ខក៏ដូចជាក្តីនឹករលឹកនិងការកោតសរសើរយ៉ាងស្មោះស្ម័គ្រពីសំណាក់លោកជំទាវសុខាកងពិសីគឹមរិទ្ធីផ្ញើជូនចំពោះកងកម្លាំងទាំងអស់ដែលជានិច្ចកាលថ្នាក់ដឹកនាំក៏ដូចជាប្រជាពលរដ្ឋនៅជួរក្រោយតែងតែចងចាំនិងវាយតម្លៃខ្ពស់បំផុតចំពោះស្មារតីលះបង់គ្រប់បែបយ៉ាងរបស់បងប្អូនវីរៈកងទ័ពស៊ូទ្រាំនឹងការលំបាកទោះបីស្ថិតក្នុងអាកាសធាតុបែបណាក៏ដោយដើម្បីការពារទឹកដីជាតិមាតុភូមិជាមួយនេះលោកជំទាវក៏បានផ្ដាំផ្ញើដល់បងប្អូនកងទ័ពទាំងអស់ត្រូវយកចិត្តទុកដាក់ខ្ពស់លើការថែទាំសុខភាពឲ្យបានល្អប្រសើរដើម្បីរក្សាកម្លាំងពលំមាំមួនក្នុងការបន្តបំពេញភារកិច្ចដ៏ឧត្តមឧត្តមជូនជាតិមាតុភូមិជាងនេះទៅទៀតលោកជំទាវបានបញ្ជាក់ជំហរយ៉ាងកក់ក្ដៅជូនយុទ្ធជនទាំងអស់ថាថ្នាក់ដឹកនាំខេត្តពិសេសឯកឧត្តមអភិបាលខេត្តលោកជំទាវព្រមទាំងសប្បុរសជនជានិច្ចកាលតែងតែកិត្តគូនិងគ្រប់គ្រងរាល់ការលះបង់របស់វីរៈកងទ័ពនៅគ្រប់កាលៈទេសៈពលគឺជួរក្រោយនិងជួរមុខគឺតែងតែស្ថិតនៅក្នុងបេះដូងតែមួយជានិច្ចគួររំលឹកជូនថាអំណោយដែលបាននាំយកទៅប្រគល់ជូនដល់វីរៈកងទ័ពទាំង3គោលដៅរួមមានទឹកបរិសុទ្ធអារ៉ូណាចំណុះ 1.5 លីត្រចំនួន100កេសមីជាតិចំនួន100កេសទឹកដោះគោចំនួន80កេសសាច់គោ20គីឡូក្រាមសាច់ជ្រូក20គីឡូក្រាមសាច់មាន់20គីឡូក្រាមព្រមទាំងបន្លែស្រស់ៗចំនួន3មុខសរុប30គីឡូក្រាម